ទាំងគូនក៏ដឹងពីរាងកាយត្រឹមដែរទោះខ្លាចតែជាអ្វីក៏ដោយថ្ងៃក្រោយយើងមានពេលវេលាច្រើនជាងនេះយើងនឹងមកជួបនាងរាល់ថ្ងៃមករំខាននាងរាល់ថ្ងៃបើនាងចង់បំភ្លេចក៏បំភ្លេចមិនបាន请不要了。志春。គឺដកពិសោធន៍ពួកគេទាំងពីរអាចរួមសុខទុក្ខជាមួយគ្នាឬក៏អត់បាននរណាម្នាក់ខ្លាចស្លាប់ពួកគេទាំងពីរនាក់នឹងធ្លាក់ជ្រុះងងឹតដោយមិនអាចវិលត្រឡប់មកវិញបានឡើយជាមួយគ្នាតែអាចស្លាប់ជាមួយគ្នាសួស្ដីតាមព្រះអង្គមិនភ្លេចតែណាទេពួកគេអាចឆ្លងផុតហើយពួកគេជាមនុស្សទី1ដែលអាចមកបែកក្បួននេះបាន
ฉันยังไม่ค่ะ មិនអីទេអាចមកពីការបបាយក្បួនប្រើកម្លាំងធាតុច្រើនពេកសម្រាប់ប្រហែលថ្ងៃគឺឡើងអីហើយ យើងមិនចង់ឲ្យមានរបួសដោយសារតែយើងទៀតទេយើងសន្យាថ្ងៃក្រោយយើងនឹងយកទឹកដីទាំងមូលមកការពារនេះតើ ព្រះអង្គម្ចាស់ព្រះអង្គដោយសារតែជួយស្រីជនជាតិអ៊ូនោះទ្រង់យាងទៅលេខជីនធានបាត់ទៅហើយ បងទី4គឺជាមនុស្សដែលមានស្នេហាស្មោះស្ម័គ្រពិតមែនខ្ញុំពិតជាត្រេកអរនឹងគូស្នេហ៍ដែលបានជួបគ្នាបើបងទី4ធ្វើទាំងបង្ខំចិត្តរបៀបហ្នឹងខ្ញុំមិននឹងអាចអបដៃឈរមើលទៅកើត ពិតមែនហើយ ចាត់ការផ្ដាំចេញពីឈិងគូកងនៅក្នុងរាជការមានមនុស្សពាក់កណ្ដាលដែលធ្លាប់បណ្ដុះបណ្ដាលកម្លាំងប្រឆាំងកាន់តែខ្លាំងកាន់តែធ្វើឲ្យមានព្យុះភ្លៀងកាន់តែខ្លាំង មន្ត្រីទាំងឡាយកំពុងតែនិយាយគ្នាថាព្រះអង្គឲ្យតម្លៃស្រីនោះជាងនគរទៅទៀត អញ្ចឹងឲ្យពួកគេចារនៅក្នុងសិភៅដើម្បីឲ្យប្រជាជនរាស្ត្របានដឹងច្បាស់ម្ចាស់មហាអ៊ុយធ្លាក់ខ្លួនដល់កម្រិតណា សូមអញ្ជើញ ធ្វើអញ្ចឹងពិតជាមិនស័ក្តិសមទេព្រះអង្គធ្វើបែបនេះគឺមិនទុកច្បាប់ដូនតានៅក្នុងព្រះទ័យរបស់ព្រះអង្គនោះទេជ្រើសតាំងស្រីទេពធ្វើជាមហេសីវាចំជាជ្រុលហួសហេតុពេកហើយ ជាការពិតហើយដំបងស្មានថាព្រះអង្គតែងតាំងកូនស្រីរបស់លោកគូកងជាព្រះមហេសីទើបសមនឹងបំណងរបស់ទេវតាស្របតាមចិត្តរបស់ប្រជារាស្ត្រ ទោះបីជាជ្រើសតាំងអ្នកណាក៏ដោយតែដាច់ខាតមិនអាចជ្រើសតាំងស្រីទេពជាព្រះមហេសីនោះទេ តាំងពីព្រះអង្គឡើងគ្រងរាជមកមន្ត្រីចាស់ចាស់ដូចជាពួកយើងអ្នកខ្លះឈឺអ្នកខ្លះក៏ស្លាប់អ្នកលាលែងទៅស្រុកវិញក៏លាលែងឥឡូវនេះនៅក្នុងព្រះនេតរបស់ព្រះអង្គតើទ្រង់អាចតតឃើញប្រមាណអ្នកទៅខ្ញុំឧទាហរណ៍ក្នុងរាជការចុះឈិងគួកងបណ្ដុះបណ្ដាលមន្ត្រីស្នើដល់ព្រះអង្គប៉ុន្តែព្រះអង្គមិនដែលយកសម្ដីរបស់លោកម្ចាស់ទុកនៅក្នុងប្រទេសនោះទេមើលទៅរឿងនេះប្រហែលជាវាសនាបានកំណត់ទៅហើយមិនអាចបកក្រោយវិញបានទេ ឈិងគូកងមីចិត្តងងឹតទៅហើយបើចង់គាល់ព្រះអង្គចាំស្អែកទៀតទៅ នៅសល់ពេលច្រើនទៀតសូមលោកម្ចាស់កុំធ្វើខូចសុខភាពគ្មានអ្វីប៉ះពើទេព្រះមហាក្សត្រចង់ឲ្យមន្ត្រីស្លាប់មន្ត្រីគឺត្រូវតែស្លាប់ថ្ងៃនេះយើងនឹងលើកក្តារមកឈូសចូលក៏ព្រះអង្គឲ្យទោះតែបាននេះលោកម្ចាស់ជិះទៅព្រះអង្គទ្រង់មានអ្នកចង់តែងតាំងស្រីទេពនោះជាព្រះមហេសីបាន3ថ្ងៃក្រោយព្រះអង្គយាងមកជន់លើសាកសពមន្ត្រីចាស់ដូចជាទុំបង្គំនេះចាំធរិយអភិសេកទៅសូមព្រះអង្គសូមព្រះអង្គព្រះរាជាទៅវិញទៅព្រះអង្គច្បាប់ដូនតាមិនអាចល្មើសបានទេបើមិនចឹងទេក្នុងលោកប្រកាសជាជួបនឹងគ្រោះមហន្តរាយជាមិនខានឡើយព្រះអង្គបានព្រះអង្គមកព្រះអង្គមិនព្រមចេញបញ្ជុំទូបង្គំទេអញ្ចឹងទូបង្គំនឹងស្លាប់នៅទីនេះចោព្រះ
គូកងយើងមិនទៅហៅគូកង គូកងយ៉ាងមិនហៅគូកង ចាក់គុកកង គូកង ចាក់គុកកងសូមកុំតែងតាំងសេជនជាតិជាព្រះមហេសី គូកង លោកម្ចាស់លោកចាក់គុកកង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  ពួកគេអាចបំបាច់ក្បួនយូរហើយហេតុអីពេលនេះនៅមិនទាន់បង្ហាញខ្លួនឬមួយមានបញ្ហាអ្វីកើតឡើង ចូលទៅក្នុងជាមួយយើងនាំឈិនឈិនត្រឡប់មកវិញ ប្រទេសចាសាអកតញ្ញូ ក្បួនបំបាយបានសង្ឃឹមថាប្រតិចាអាចឲ្យយើងនាំឈិនឈិនទៅ ឯងសំជាស្រីទេពរបស់ជនជាតិអ៊ូយើងមែនប៉ុន្តែបើឯងលែងជាស្រីទេពទៅហើយឈ្មោះស័ក្តិសិទ្ធិទាំង9នោះយើងមិនឲ្យឯងរក្សាទៀតទេ ជនជាតិអ៊ូលែងមានមនុស្សឈ្មោះឈីងឈិនទៀតហើយពួកយើងក៏មិនលុបដៃចូលកិច្ចការរបស់រាជវង្សទៀតដែរដូច្នេះថែរក្សាខ្លួនឯងផងចុះ សាអកតញ្ញូព្រោះពាក្យសន្យាការពារមនុស្សម្នាក់ក្រៃឃ្លាតឆ្ងាយពីជនជាតិអ៊ូថ្ងៃក្រោយมันបាននៅបម្រើក្បាលប្រទេសចាទៀតទេសូមប្រទេសចាថែរក្សាខ្លួនផងឈិនឈិនលាប្រទេសចា សិស្សច្បងឃើញពួកគេស្រឡាញ់គ្នាស្មោះស្ម័គ្របែបនេះគឺដូចជាសិស្សច្បងនឹងខ្ញុំកាលពីមុនអញ្ចឹងបានជាខ្ញុំធ្វើបែបនេះគឺមិនចង់ឲ្យវិបដិសេរីរបស់ពួកយើងពីមុនកាត់លើខ្លួនពួកគេឡើយកាត់ព្រះជន្មព្រះអង្គ10ឆ្នាំដែលមានការប្រឆាំងពីជនជាតិអ៊ូស័ក្តិសមនឹងឲ្យឈិងឈិន 双星诅咒定能破除。
បង្គំព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ទូលបង្គំ ព្រះអង្គម្ចាស់ឪពុករបស់ទូលបង្គំសុខចិត្តស្លាប់ក៏ព្រះអង្គនៅតែមិនព្រមចេញមកជួបគាត់ដែរ មេឃតិចណាស់លោកមេតងត្រូវតែថែរក្សាសុខភាពណាទាំងអស់គ្នាត្រឡប់ទៅវិញព្រះអង្គម្ចាស់ឪពុករបស់ទូលបង្គំមិនស្ដាយជីវិតព្រោះចង់ការពារច្បាប់ព្រះនគរអូទូលបង្គំត្រូវតែចូលគាល់ព្រះអង្គក្រាបទូល អូទូលបង្គំចូលគាល់ព្រះអង្គ ថតទៅរសៀលថ្ងៃស្អែកនេះជាពេលវេលាដែលបុត្ររៀបអភិសេកដូច្នេះយើងមកជូនដំណឹងដល់ព្រះបិតានាងជាស្រីទេពរបស់ជនជាតិអូមដើម្បីយកនាងធ្វើជាមហេសីយើងប្រឹងប្រែងយូរណាស់មកហើយគឺចំណាយកម្លាំងចិត្តច្រើនជាងការដណ្ដើមរាជបល្ល័ង្កពីព្រះបិតាទៅទៀតប៉ុន្តែព្រះបិតាទុកបតីចុះក្រោមមេឃបច្ចុប្បន្នខុសពីមុនឆ្ងាយណាស់គេឈ្មោះអក្រក់ដែលព្រះបិតាបន្សល់ទុកយើងនឹងលុបលាងជំនួសព្រះបិតាក្នុងដៃរបស់យើងឬច្បុកដាច់ខាតមិនត្រូវមានឈ្មោះអាស្រ័យនោះទេដូច្នេះព្រះបិតាប្រកាសជាជូនពរពួកយើងមែនទេនេះគឺជាថ្ងៃរៀបអភិសេកអ្វីត្រៀមរួចហើយឬនៅ រួចហើយព្រះអង្គម្ចាស់រងចាំតែពេលវេលាមកដល់តែប៉ុណ្ណោះទេ យ៉ាងណានាងគឺជាស្រីទេពអ្វីក៏ដោយគឺត្រូវតែប្រយ័ត្នបន្តិច ទុកប្រតៃចឹងព្រោះតែបំបីក្បួននោះគេបាត់បង់ឈាមសឹងអស់ពីខ្លួនកម្លាំងធាតុក៏ថមថយទៅតាមនឹងដែរ ស្រីទេពនោះអត់ទេស្រីម្នាក់ដែលចិត្តខ្លាចទៅជាព្រះមហេសីពេលនេះគួរតែរៀបចំពិធីបុណ្យសពឲ្យគេ អ
ឲ្យមានព្រះជន្មយឺនយូរយើងចង់មើលជាមួយនឹងអូនឲ្យអស់នៅទស្សនភាពលើលោកនេះ ដើម្បីខ្ញុំម្ចាស់ធ្វើមានភ្ជួរភ្លៀងក្នុងរាជការ រៀបអភិសេកថ្ងៃនេះយើងយល់ព្រមនឹងអូនលើកលែងទោសឲ្យមន្ត្រីទាំងអស់ដូច្នេះអូនឈប់បារម្ភទៀតទៅក្រោកឡើងអរព្រះគុណព្រះអង្គបាញ់កំជួចទាំងថ្ងៃអបអរជាមួយនឹងប្រជារាស្ត្រ រំលងថ្ងៃនេះគឺពណ៌របស់មេឃលែងដូចពីមុនទៀតហើយបានត្រៀមរួចហើយឬនៅ តុបតៃចឹងនៅពេលដែលជនជាតិអូសម្រាប់ចូលក្បួនពឹសភ្លើងលើក្នុងកំបិតពឹសទឹកកកនៅលើសមុទ្រភ្លើងបានជ្រាបចូលក្នុងប្រការរបស់ព្រះអង្គពួកយើងបានត្រៀមចំនួនក្រាស់ក្រែលសម្រាប់ព្រះអង្គរួចទៅហើយ មិនខុសទេគឺផ្សៃរបស់កំជ្រួចទាំងអស់នេះ ព្រះបរិយាបិតាបានជាងមកដល់ហើយ ក
ជាតិពលចាប់រត់ការពីព្រះបិតាសម្រាប់ឪពុកដណ្ដើមរាជបល្ល័ង្កប្រមាថដល់ច្បាប់ព្រះនគរជ្រើសតាំងស្រីទើបជាព្រះមហេសីក្នុងនាមជាខ្សែរាជវង្សថ្ងៃនេះយើងចង់កម្ចាត់ជនក្បត់ជូនដល់ប្រជារាស្ត្រក្រៅមេឃសូមព្រះបិតាបំពេញបំណងទៀតនេះគឺអញជាអ្នកចាត់ចែងមិនខុសទេម្ចាស់បងត្រូវដឹងនៅពេលនេះខ្ញុំអាចឈរនៅទីនេះបានគឺដោយសារតែគុណបុណ្យរបស់ម្ចាស់បងផ្ទាល់ចាំបានមិនក៏មានបន្ទូលអញ្ចឹងម្ចាស់បងថ្លៃនឹងចាំបានទេម្ចាស់បងធ្លាប់ចិញ្ចឹមផ្កាចម្លែកទាំង12ជំនួសខ្ញុំបើគុំតែផ្កាចម្លែកទាំង12ប្រមូលផ្ដុំគ្នាជាកម្លាំងធាតុមិននឹងខ្ញុំអាចមានសមត្ថភាពធ្វើឲ្យគេរំលាយត្រាស្រីទេពក្នុងរាងកាយរបស់ម្ចាស់បងបានតាមពិតត្រង់គឺជាអ្នកដែលជួយពួកខ្ញុំជាសម្ងាត់ប្រើប្រាស់ពួកគេរំលាយត្រាលើខ្លួនរបស់ខ្ញុំបើដង្កូវក្នុងតំជ្រុលថ្ងៃនេះក៏ជាទង្វើពួកគេពិតជាឆ្លៀសវៃមែនតែគួរឲ្យស្ដាយនៅពេលដែលបានដឹងហើយតែវាហួសពេលបាត់ទៅហើយ
រស់ជាមួយនឹងយើងទេ ត្រង់ស្លាប់ខ្ញុំម្ចាស់ស្លាប់ត្រង់រស់ខ្ញុំម្ចាស់រស់ ល្អណាស់ថ្ងៃនេះយើងនឹងបំពេញបំណងរបស់ពួកឯងចុះ មុនពេលសះច្បងស្លាប់បានផ្ដាំផ្ញើឯងនឹងយើងសង្ឃឹមថាយើងមកមិនយឺតទេនោះទេ តាមពាក្យសន្យាជនជាតិអ៊ូមិនត្រូវលូកដៃចូលនៅក្នុងរាជវង្សទេប្រិទ្ធជាចាក្បត់នៅពាក្យសន្យា ច័ន្ទវាងមានបំណងមកខាងការគ្រប់គ្រងរបស់ក្សត្រថ្មីរៀបក៏ល្បិចដណ្ដើមទឹកដីតើពាក្យសន្យានៅឯណាទៅពួកធ្មប់រៀបចំផែនការរួចទៅហើយស្រាវជ្រាវវិជាដង្កូវពឹសតតាំងបែបនេះលទ្ធផលវិបាកស្មានណាស់ធ្មប់ស័ក្តិសិទ្ធិទាំង9ជាវត្ថុទិព្វរបស់ជនជាតិអ៊ូក្បិតតែឯងដើរចេញពីជនជាតិអ៊ូតែមិនអាចប្រឆាំងនឹងព្រំវិខិតឡើយក្បួននេះនឹងតែ9អាចធ្វើឲ្យក្លាប់ចាក់ចក្រវាលបានមានតែស្រីទេពទើបអាចបញ្ជាវាបាន ព្រឹទ្ធាចារ្យអង្គខ្ញុំបាក់ក្បួនលេងដងទាំង9នេះ មកអ៊ុយតែខាត់មិនត្រូវធ្លាក់ចូលក្នុងដៃពួកធ្មប់ទេនេះជាវិធីតែមួយគត់ដើម្បីកុំឲ្យមានមហន្តរាយកើតឡើង កូនធ្លាប់ពលល្ងងខ្លាំងណាស់ មានចាស់ពលថាឈ្នះជាស្ដេចចាញ់ជាចោលម្ចាស់បោកដណ្ដើមរាជបល្ល័ង្កអ្នកណាក៏ដឹងដែរចូល ហូបពេលហើយ ឈិនឈិន